មនុស្សគ្រប់គ្នានៅក្នុងលោកនេះគឺធ្វើអ្វីចង់បានប្រយោជន៍ព្រះពុទ្ធប្រាប់លោកគ្រូនៃយើងទ្រង់ត្រាស់ថាគ្មានអ្វីដែលជាទីស្រឡាញ់ស្មើនឹងខ្លួនទេមានន័យថាបុគ្គលម្នាក់ស្រឡាញ់ខ្លួនជាងអ្វីទាំងអស់ធ្វើអ្វីដើម្បីខ្លួនក៏ប៉ុន្តែដោយសារភាពល្ងិតល្ងងរបស់បុគ្គលម្នាក់មិនមានន័យថាបុគ្គលនោះបានខិតខំប្រឹងប្រែងធ្វើហើយសុទ្ធតែជាការបានផលប្រយោជន៍មកកាន់ខ្លួនវិញនោះទេដោយឃើញមូលហេតុខាងលើនេះហើយទើបព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់អំពីផ្លូវដែលនាំទៅរកប្រយោជន៍បើបុគ្គលពិតជាស្រឡាញ់ខ្លួនមែនដំណើរដែលខ្លួនកំពុងតែធ្វើចំពោះខ្លួននឹងវាជាដំណើរស្វែងរកប្រយោជន៍ក្នុងបច្ចុប្បន្ននិងក្នុងអនាគតជាតិដែរឬទេដើម្បីសិក្សាអំពីព្រះធម៌ឬក៏យើងអាចនិយាយតាមពាក្យសាមញ្ញធម្មតាដែលយើងធ្លាប់ឮគឺព្រះពុទ្ធសាសនាបុគ្គលដែលចង់ចូលមកគោរពប្រតិបត្តិនៅព្រះធម៌ដែលជាស្នូលនៃព្រះពុទ្ធសាសនានោះគួរស្វែងយល់អំពីអ្វីខ្លះដើម្បីទាញយកប្រយោជន៍អំពីកិច្ចប្រតិបត្តិរបស់ខ្លួនដូចជាការផ្ដើមសេចក្តីរបស់ខ្ញុំពីខាងដើមអញ្ចឹងថាមិនមែនរាល់តែការប្រឹងប្រែងទាំងអស់សុទ្ធតែបានប្រយោជន៍ទេបើសិនជាការប្រឹងប្រែងរបស់យើងក្នុងបំណងល្អក៏ប៉ុន្តែអវិជ្ជារបស់យើងនាំទៅរកបំផ្លាញប្រយោជន៍តែនឹងព្រះធម៌គឺជាមេរៀននៃកិច្ចប្រតិបត្តិដើម្បីឲ្យបានប្រយោជន៍ក្នុងបច្ចុប្បន្នជាតិផងប្រយោជន៍ក្នុងអនាគតជាតិផងក៏ប៉ុន្តែដោយសារភាពល្ងិតល្ងល់របស់មនុស្សមិនបានស្វែងយល់មុននឹងចូលខ្លួនមកប្រតិបត្តិព្រះពុទ្ធសាសនានោះមានជាអាចថាតើព្រះពុទ្ធជាអ្នកណាព្រះធម៌ជាអ្វីធម៌ជាអ្វីស្អីទៅបុណ្យស្អីទៅបាបស្អីទៅទានស្អីទៅសិលបុណ្យបាបត្រូវបានកត់ត្រានៅកន្លែងណារួចយកទៅទូទាត់របៀបម៉េចដើម្បីនៅពេលចាប់ជាតិថ្មីនោះតើបុណ្យបាបទូទាត់ជាមួយនឹងបុគ្គលយ៉ាងណាក៏ប៉ុន្តែមនុស្សភាគច្រើនបានប្រតិបត្តិព្រះពុទ្ធសាសនាទៅជាប្រពៃណីដោយគ្មានការយល់ទាំងអស់កន្លែងនឹងហើយដែលខ្ញុំផ្ដើមសេចក្តីមិញថាមិនមែនរាល់ការចង់បានសេចក្តីសុខសេចក្តីល្អប្រយោជន៍មកខ្លួននឹងហើយប្រឹងធ្វើទៅចេះតែបានប្រយោជន៍ទេជួនកាលវាបំផ្លាញប្រយោជន៍ទៅទៀតផងដោយសារអវិជ្ជាដូច្នេះពុទ្ធបរិស័ទដែលចង់គោរពប្រតិបត្តិតាមព្រះធម៌គឺជាមេរៀនដែលព្រះពុទ្ធទុកឲ្យយើងនោះឲ្យបានជាប្រយោជន៍បុគ្គលត្រូវស្វែងយល់អំពីគន្លឹះសំខាន់នៃព្រះពុទ្ធសាសនាជាមុនសិនសួរថាពុទ្ធបរិស័ទដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានស្វែងយល់តាមកន្លងនឹងទាំងអស់គ្នានៅឃើញគេទៅវត្តក៏ទៅវត្តគេទៅឃើញគេធ្វើកឋិនក៏ធ្វើកឋិនគេទៅឃើញគេសំពះលោកក៏សំពះលោកគេទៅឃើញគេមុនលោកឆាន់បច្ច័យ4នេះក៏អញ្ចឹងទៅសង្ឃទាននេះក៏មុនតាមគេទៅតើមានបានយល់អំពីព្រះពុទ្ធជាណាព្រះពុទ្ធអាចជួយអ្វីយើងខ្លះពធជាអ្វីបុណ្យបាបគេធ្វើរបៀបម៉េចដែលហៅថាបុណ្យនោះគឺយ៉ាងម៉េចហើយបុណ្យបាបក៏ຕົកនៅកន្លែងណាហើយទូទាត់គ្នារបៀបម៉េចហើយវាមានទាំងរបៀបបំភាន់វង្វេងដែលជាទិន្នន័យផ្ដល់ដល់សង្គមខាងក្រៅដូចជាអ្នកខ្លះផ្លឹកទៅថាឃើញយមរាជកាន់ក្រាំងមាសដើម្បីបើកមើលបញ្ជីដែលខ្លួនបានសាងនៅក្នុងពេលដែលខ្លួននៅរស់ហ្នឹងដើម្បីទូទាត់ត្រូវយកបោះទៅក្នុងផ្ទះខ្លាញ់ឬក៏បោះឡើងមកលើវិញអីចឹងទៅវាជាទិន្នន័យធ្វើឲ្យមនុស្សវង្វេងខ្លាំងណាស់ហើយយើងងាកមើលទូរទស្សន៍យើងមើលលេងពីរឿងប្រែតពីរឿងនរកអីចឹងទៅមិនដឹងជាប្រែតមិនដឹងជានរកនឹងនៅត្រង់ណាឬតគ្នាគ្មានបានស្វែងយល់ពាក្យជាកន្លឹះអត្តន័យជាកន្លឹះមូលដ្ឋានជាកន្លឹះនៃពធដែលជាមេរៀនដែលប្រពុតទុកឲ្យត្រង់កន្លែងនឹងហើយដែលយើងត្រូវបើកវេទិកាទៅជែកពិភាក្សាឲ្យល្អិតល្អន់ដើម្បីទាញយកប្រយោជន៍អំពីកិច្ចប្រតិបត្តិពីព្រោះមនុស្សគឺភ្ជាប់ជាមួយនឹងប្រយោជន៍មនុស្សណាក៏ស្រឡាញ់ខ្លួនឯងជាងអ្វីៗទាំងអស់ថាស្រឡាញ់ឡានស្រឡាញ់ដីក៏យកមកប្រកបខ្លួនបើសិនណាជាដីផ្ទះសបែងអីទាំងអស់បើដូរយកខ្លួនគឺយកខ្លួនដែរមិនដូរយកដីពពោះខ្លួនលាយទៅដីទ្រព្យសម្បត្តិមិននឹងយកទៅឲ្យពីណាក៏ប៉ុន្តែការស្រឡាញ់ខ្លួននឹងឃើញថាមិនបានប្រតិបត្តិតាមរបៀបដែលខ្លួនស្រឡាញ់ថាស្រឡាញ់ខ្លួននោះទេវានាំតែទៅរកភាពមហន្តរាយរបស់ខ្លួននឹងក្នុងបច្ចុប្បន្នផងក្នុងអនាគតផងដោយអីដោយអំណាចនៃអវិជ្ជាបាំងទាំងអស់ត្រង់ចំណុចនឹងហើយទើបខ្ញុំប្រកបណាចូលខ្លួនមកក្នុងទីនេះទៅតាមការយល់ដឹងតិចតួចរបស់ខ្ញុំពីការសិក្សាពធដែលជាគោលការណ៍គ្រឹះដែលជាមូលដ្ឋានគ្រឹះដែលជាស្នូលនៃសាសនារបស់ព្រះពុទ្ធនោះហើយខ្ញុំសូមយកឱកាសនេះដើម្បីសូមសេចក្តីអធ្យាស្រ័យអំពីព្រះគុណម្ចាស់លោកអ្នកដែលសិក្សាអំពីព្រះធម៌ដែលមានការយល់ដឹងពីព្រះធម៌ល្អិតល្អន់នោះទុកជាមុនថាខ្ញុំប្រកាសណាពុំមែនជាអ្នកដែលបានចេះពធនឹងជ្រៅជ្រះយល់ដឹងឲ្យបានស៊ីជម្រៅគ្រប់ 100% ទេក៏ប៉ុន្តែខ្ញុំសំអាងទៅលើអវាទរបស់ព្រះពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ថា
បើសិនណាជាបុគ្គលម្នាក់ស្ដាប់ឮថាអ្នកណាមួយនិយាយថានេះជាគាថារបស់ព្រះពុទ្ធជាពុទ្ធឱវាទជាភាសារបស់ព្រះពុទ្ធដែលបានអានចេញពីគម្ពីរនេះឬក៏គម្ពីរនោះឬក៏សំអាងថាបុគ្គលនេះបានសិក្សាព្រះពុទ្ធសាសនាល្អិតល្អន់ជាគ្រូសូត្រជាអ្នកដែលចេះចាំក្នុងព្រះធម៌អីច្រើនអញ្ចឹងក៏ដោយក៏ប៉ុន្តែបើសិនណាជាយើងស្ដាប់ទៅពិចារណាមិនឃើញហេតុមិនឃើញផលទេក៏វត្តចោលទៅដូច្នេះក្នុងន័យនេះខ្ញុំក៏ដូចគ្នាបើសិនណាជាបងប្អូនយល់ឃើញថាបងប្អូនស្ដាប់ទៅមិនយល់អត្ថន័យដែលខ្ញុំនិយាយនេះមិនសមហេតុមិនសមផលបងប្អូនរកយល់មិនបានហើយទាញយកមកធ្វើជាកិច្ចប្រតិបត្តិដើម្បីឲ្យទៅជាប្រយោជន៍មិនបានទេសូមឲ្យកវត្តចោលទៅកន្លែងហ្នឹងដែលខ្ញុំសូមសេចក្តីអធិស្ឋានចំពោះព្រះគុណម្ចាស់ទុកជាមុនថាខ្ញុំពុំបានដល់ទិន្នន័យខុសដោយចេតនាទៅប្រជាប្រដ្ឋឡើយបើប្រជាប្រដ្ឋគាត់ធ្វើការពិចារណាឃើញថាវាមិនសមហេតុមិនសមផលទេសូមឲ្យបងប្អូនកវត្តចោលទៅហើយសូមអធិស្ឋានដល់ខ្ញុំម្ចាស់ផង